ផ្សេងនៃពុទ្ធសាសនាហើយក៏ក្នុងហ្នឹងមានកម្មវិធីសិទ្ធិទានព្រះភាសាផងដែរដើម្បីដូចថាឲ្យប្រសង់ជំនាន់មុនហ្នឹងលោកទេសនាឬក៏បរិយាយអត្ថាធិប្បាយអំពីការប្រគេនទានដល់ព្រះសង្ឃតើអានិសង្សវាយ៉ាងណាខ្លះហើយក៏យើងក៏យកចាប់ចំណុចអារម្មណ៍ហ្នឹងក៏មកប្រើប្រាស់នៅក្នុងសង្គមខ្មែរបច្ចុប្បន្នបន្តរហូតមកក៏មានដូចជាប្រមូលក្រមួនឃ្មុំជំនាន់មុនគេមិនទាន់ខ្លាញ់គោអីទេក៏ប្រមូលតែក្រមួនឃ្មុំភាគច្រើននៅឃើញទៅតាមជនបទស្រុកស្រែនៅមានប្រើនៅឡើយតែតាមស្រុកទីក្រុងឥឡូវគេប្រើខ្លាញ់គោខ្លាញ់អីផ្សេងដែលអាចធ្វើទានភាសាបានហើយក៏មានតាំងពីបរមបុរាណមកហើយយើងក៏ដើម្បីបណ្ដុះនៅស្មារតីឲ្យមនុស្សស្គាល់នៅពុទ្ធធម៌ប្រពៃណីពុព្វបុរសដូនតាយើងនៅលោកបានចងក្រងមកដើម្បីឲ្យបុគ្គលនឹងយកទៅប្រព្រឹត្តបប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនាដើម្បីកើតសេចក្តីសុខផងដើម្បីសាងនៅសាមគ្គីភាពរួមគ្នាផងកាលណាដែលយើងមានសាមគ្គីភាពខាងផ្ទៃក្នុងសេចក្តីសុខវាក៏កើតមានទាំងក្រុមគ្រួសាររហូតទៅដល់សង្គមប្រទេសជាតិខាងក្រៅឬសង្គមទូទាំងពិភពលោកដែលអាចយល់ដឹងនៃពិធីនៃព្រះពុទ្ធសាសនាបានហ្នឹងកណាហើយក្នុងការសិទ្ធិទានព្រះភាសានេះគឺយើងអាចរៀបមុនដូចជាចូលភាសា1 ទៅ 2 សប្តាហ៍កណាក្នុងការត្រៀមវត្ថុដូចជាកមួនទាននេះជាដើមហ្នឹងកណាដូចមានការនិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តជាយន្តោជាដើមអញ្ចឹងកណាជំនាន់មុនតែជំនាន់នេះគេធ្វើបែបផ្សេងអញ្ចឹងទៅណាខ្ញុំកណាលើកឡើងមកជំនាន់មុននោះដែលធ្លាប់បានសិក្សាមកប្រទេសខ្លះតែកើតមិនទាន់ទេតែអានសភៅបន្ថែមកណាហើយគេនិមន្តព្រះសង្ឃមកក៏ជាយន្តោប្រោះព្រំគេសិតតែមួយរយៈហ្នឹងឯងកណាក្នុង2 សប្តាហ៍ឬ1 សប្តាហ៍ហ្នឹងដើម្បីឲ្យកម្មវិធីហ្នឹងមានគេហៅថាមានជ័យមានសេរីសួស្តីណាហើយដើម្បីមួយទៀតហ្នឹងក៏ដើម្បីទាក់ទាញពុទ្ធបរិស័ទឲ្យចូលវត្តចូលវាព្រោះយើងដូចនឹងស្រាប់ហើយពុទ្ធបរិស័ទហ្នឹងគាត់នៅក្នុងផ្ទះសម្បែងឬក៏ទៅធ្វើការងារមិនសូវបានចូលវត្តវាទេអញ្ចឹងហើយខាងពុទ្ធសាសនាពុព្វបុរសដូនតាយើងយកចំណុចហ្នឹងដើម្បីទាក់ទាញហើយដើម្បីឲ្យបានមកសិក្សាអំពីប្រវត្តិរឿងរ៉ាវនៃព្រះពុទ្ធសាសនាផងហើយទេសនាពីរឿងពីនេះពីនោះផងមិនមែនតែត្រឹមតែទានភាសាអីប៉ុណ្ណោះទេហើយវាច្រើនហើយតេតងกับប្រវត្តិចាំព្រះភាសាអីយ៉ាងណាដើមហេតុហ្នឹងវាក៏នឹងបានលើកឡើងខាងដើមហ្នឹងណាហើយក៏អង្គគ្រូមានអីសួរបន្ថែមទៀតទេទៀតកណាសំណួរទី1ដូចជាតើពិធីសិទ្ធិទានព្រះភាសាមានពុទ្ធដើមកំណើតអត្ថន័យដូចម្ដេចក្នុងពុទ្ធសាសនាណាខ្ញុំកណាបានលើកឡើងត្រឹមហ្នឹងឯងទៀតសូមស្លេះត្រឹមហ្នឹងសិនណាសូមព្រះអង្គគ្រូនិមន្តតសូមអរគុណព្រះអង្គគ្រូណាមានទេយនបរមជាក្បោះក្បាយជាបន្ទាប់ខ្ញុំប្រកាសណាសូមនិមន្តព្រះភិក្ខុធម្មទាសពងផាន់ហេតុអ្វីបានជាទានត្រូវបានជ្រើសរើសជានិមិត្តរូបសម្រាប់ការចូលព្រះវស្សាសូមរតនាមុនព្រះអង្គគ្រូ
ណាសូមអរគុណហើយក៏ដូចជាបាននមស្ការជាខាងដើមហើយហើយតើតើនឹងសំណួរជាទានជានិមិត្តរូបនៃការចូលភាសាបើនិយាយមែនទេនៅក្នុងព្រះពុទ្ធសាសនាយើងនិយាយពីបែបធេរវាទដែលចំគឺការចូលភាសានេះគឺជាការចូលចាំភាសារបស់ភិក្ខុសង្ឃនេះមិនជាមានកិច្ចអីច្រើនទេទោះបីជាអត់ទានក៏បានដែរបើយើងនិយាយដោយធនវិន័យចំណាអត់មានតទៅនៅរឿងទានទេកាលណាបដល់ណាពុរិវិកភាសាទី1ហើយក៏នឹងភិក្ខុសង្ឃនឹងត្រូវចូលនឹងឯងរៀងរាល់ថ្ងៃ100ខែអាសាឍកាលណា100ខែអាសាឍហ្នឹងក៏ត្រូវអ្វីដែលជានិមិត្តរូបគឺសេនាសនៈនឹងឯងសេនាសនៈដ៏សំគូឬក៏មិនត្រូវភ្លៀងមិនត្រូវអីណាទីអាវាសទីអីចឹងហើយចំណែកឯទាននេះដល់ពេលស្រុកយើងតែងឃើញមានទានចំណាំភាសាឬក៏យើងហៅថាទានភាសាពូទានភាសាកណាទានភាសាអញ្ចឹងក៏ស្រុកយើងបាននិមិត្តរូបគឺយកទាននឹងឯងជាគ្រឿងចំណាំភាសាអាចថាជានិមិត្តរូបនៃការចូលភាសាអញ្ចឹងទៅគឺត្រូវឲ្យទានភាសាសម្រាប់លោកនេះគឺជាទម្លាប់ទំនៀមតពីសម័យដើមមកហើយបើយើងមើលហេតុផលនៃការធ្វើរបស់ពួកគាត់ក៏មិនអត់ប្រយោជន៍ដែរវាជារឿងមានប្រយោជន៍ត្រង់ថាមិនមានប្រយោជន៍នៅក្នុងរដូវកាលវិខុចូលភាសានោះមានភ្លៀងមានភ្លៀងធ្លាក់មានផ្គររន្ទះអីហ្នឹងស្ទើរបបិបបាច់អីចឹងទៅអញ្ចឹងការបូជាប្រទីបនេះជាគ្រឿងបំភ្លឺសម្រាប់ប្រសង់សិក្សារៀនសូត្រណាសម្រាប់ប្រសង់សិក្សារៀនសូត្រហើយមួយទៀតការតាំងចិត្តនៃការបូជាធម្មតាប្រទីបទាននេះមានអានិសង្សច្រើនណាស់ក្នុងពុទ្ធសាសនាណាមានរឿងប្រវត្តិផ្សេងដូចជាព្រះអនុរុទ្ធហ្នឹងមានទឹកបច្ចៈខុដល់អំណាចនៃការបានបូជាទានបូជាប្រទីបហ្នឹងពន្លឺហ្នឹងឯងបូជាពន្លឺប្រទីបហ្នឹងច្រើនប៉ុនឌូងសម្រាប់ព្រះសម្មាសម្ពុទ្ធដោយខ្លួនឯងនឹងបំណងប្រាថ្នាជាអេតតកៈខាងមានចក្ខុទឹកអញ្ចឹងបូជាប្រទីបហ្នឹងវាជាផលដ៏ត្រង់មួយនៅក្នុងការបានចក្ខុទិព្វយើងពោលដល់ឧកថន័យគឺនៃត្រង់ការបូជាប្រទីបមានបានចក្ខុគឺភ្នែកគឺប្រាជ្ញានៅក្នុងការចេះដឹងក្នុងការត្រាស់ដឹងសច្ចធម៌ផងភ្នែកនឹងជាទិព្វផងដោយឧកថន័យដោយនៃអមអញ្ចឹងក៏បុណ្យកុសលផ្សេងទៀតដែលនឹងបានបំពេញបារមីនោះមានទានសិលភាវនាជាដើមអញ្ចឹងនៅក្នុងការបូជាប្រទីបនេះជាការតាំងចិត្តរបស់កហបតីរបស់អ្នកមាននោះថាក្នុងរដូវវស្សានេះអាត្មាឯងនឹងបូជាប្រទីបឲ្យគ្រប់3ខែឃើញទេអញ្ចឹងការបូជាប្រទីបនេះតាំងចិត្តថាក្នុងរដូវវស្សាដែលភិក្ខុសង្ឃចាំវស្សានេះនឹងបូជាប្រទីបឲ្យគ្រប់3ខែហើយក្នុងការបូជាប្រទីបហ្នឹងផលដោយត្រង់អានិសង្សដោយត្រង់គឺមាន2ទី1ឲ្យពន្លឺទៅជាទានទីបតោហោទៅចក្ខុតោឲ្យប្រទីបឈ្មោះថាឲ្យចក្ខុទី2ឲ្យក្លិនប្រទីបហ្នឹងគឺមានក្លិនណាអបដោយក្លិនប្រទីបខ្លះគេលុញមកគេលាយដោយលំអិតខ្លឹមច័ន្ទផងឬក៏កមូនឃ្មុំនឹងតែម្ដងកមូនឃ្មុំនឹងគឺមានក្លិនក្អូបផ្សាយទៅអុចទៅគឺផ្សាយទៅក្លិនអញ្ចឹងបានបូជាក្លិនផងបានបូជាពន្លឺផងសម្រាប់ឈួលសម្រាប់សិក្សារៀនសូត្រសម្រាប់មើលនៅក្នុងរដូវវស្សាមានសត្វមានអីច្រើនអញ្ចឹងទៅក៏ប្រើទាននឹងឯងជាគ្រឿងចំណាំនៅរដូវកាលចូលវស្សានៅក្នុងរដូវកាលចូលវស្សាអញ្ចឹងទៅម្ចាស់ទានហ្នឹងទីយកឬក៏ប្រសង់ផ្ទាល់ខ្លួនឯងហ្នឹងគឺតាំងចិត្តប្រាថ្នាបូជាប្រទីប3ខែមកឲ្យដាច់ដល់អំណាចនៃការបូជានេះក៏តាំងអតិដ្ឋានប្រាថ្នាសូមជាបច្ច័យនៃបញ្ញាចក្ខុដើម្បីធ្វើជាច្បាស់នៅព្រះនិព្វានសូមឲ្យបានទិព្វចក្ខុសូមបានទ្រទ្រង់តំណែងនៃទិព្វចក្ខុនៅក្នុងអត្តភាពពុទ្ធណានីមួយអញ្ចឹងទៅនេះគឺជាខ្លឹមសារនៃការបូជាអត្តន័យនៃការបូជាប្រទីបអញ្ចឹងទៅហើយអញ្ចឹងក៏យើងឃើញមកដល់ស្រុកយើងក៏មាននឹងគ្នាសិតទាននឹងឯងទោះបីមិនបានមានទានមួយដើមទៅអុចគ្រប់3ខែក៏ដោយប៉ុន្តែក៏ចូលរួមជាកម្មវិធីសិតទានជាមួយនឹងអាចារ្យគណៈកម្មការវត្តពិសេសបច្ចុប្បន្ននេះយើងឃើញនៅខេត្តកំពង់ចាមតាមស្រុកមួយចំនួនខេត្តកំពង់ចាមគេនៅមានកម្មវិធីសិតទានហើយវាមានប្រយោជន៍ច្រើនក្នុងការសិតទាននឹងពេលដែលសិតទានក៏រៀបចំជាពិធីបុណ្យពិធីផ្កាយនិមន្តប្រសង់មកអញ្ចឹងទៅក៏អ្នកស្រុកនឹងចូលលួយចូលកាក់ទំនុកបំរុងវត្តផងហើយក៏ចូលសិតទាននឹងផងអញ្ចឹងប្រយោជន៍ដើម្បីអី
ប្រយោជន៍ដើម្បីបានទាននឹងជាប្រទីបក្នុងរដូវវស្សាតាំងចិត្តថាអញនឹងបូជាប្រទីបនេះមិនអោយរលត់ក្នុងរយៈកាល3ខែទោះបីយប់ថ្ងៃក្តៅយប់ក្តៅថ្ងៃក្តៅក៏សូមឲ្យប្រទីបនេះជាពន្លឺតទៅរយៈកាល3ខែអមដោយក្លិនគុណធវេរីនឹងដែលអបទៅជាមួយនឹងប្រទីបអញ្ចឹងទៅអញ្ចឹងក៏ជាការបូជាក្លិនក្នុងរដូវកាលចាំវស្សាជានិមិត្តរូបទីនឹងជានិមិត្តរូបនៃការចូលវស្សានឹងនិមិត្តរូបដោយសារជាការបូជាក្លិនរបស់ជនទាំងឡាយក្នុងរដូវកាលដែលភិក្ខុចូលចាំវស្សានៅក្នុងរដូវកាលភ្លៀងរដូវកាលស្ងប់ស្ងាត់ជាពុទ្ធបញ្ញត្តិជាការបូជាទាំងពុទ្ធបញ្ញត្តិផងជាការបូជាព្រះភិក្ខុសង្ឃផងទាំងពួកភិក្ខុសង្ឃក៏តាំងចិត្តបូជាបរតនត្រ័យផងនៅក្នុងរដូវកាលចូលវស្សា3ខែមិនអោយដាច់ដោយប្រការដូចនេះឯងនេះតាមការសិក្សារបស់អាត្មាមកគឺរបស់ខ្ញុំកណាមកគឺយល់ឃើញថាមកអញ្ចឹងហើយចំណែកថាអោយទៅធំដុំជាកិច្ចណានីមួយតាក់ទងនឹងការចាំវស្សារបស់ភិក្ខុគឺអត់មានទេអត់មានចាំបាច់ទៅទៀនទេអត់ទៀនក៏បានមានទៀនក៏បានហើយក៏សេចក្តីនេះមានប្រមាណប៉ុណ្ណេះខ្វះខាតទើសខុសយ៉ាងណាសូមអង្គវិក្មិនក៏ដូចជាអ្នកសម្របសម្រួលអាចចូលរួមពេញបន្ថែមខ្ញុំកណាឆ្លើយសំណួរដែលបានពូលសាកសួរមកមានប្រមាណប៉ុណ្ណេះកណាអរគុណសូមអរគុណចាស់គ្រូណាសូមសំណួរបន្ទាប់តើការសិក្សាទានព្រះវស្សាមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយការរក្សាព្រះវិន័យរបស់ព្រះសង្ឃសូមរតនានិមន្តព្រះអង្គគ្រូព្រះមហាសិរិបញ្ញោខួនច័ន្ទសំណាងសូមរតនានិមន្តព្រះអង្គកណាទាំងក៏អរគុណសម្រាប់សំណួរទាំងថាតើការសិក្សាទានព្រះវស្សាមានទំនាក់ទំនងយ៉ាងដូចម្តេចចំពោះការរក្សានៅព្រះធម៌វិន័យរបស់ព្រះសង្ឃកណាដូចជាជំនាន់មុននេះយើងសម្រាប់ព្រះសង្ឃលោករៀនសូត្រត្រង់ព្រះធម៌វិន័យមិនថាទាំងក្នុងឬទាំងក្រៅព្រះវស្សាទេលោកសិក្សាព្រះធម៌វិន័យហ្នឹងគឺរហូតទាំងយប់ទាំងថ្ងៃពេលខ្លះនឹងព្រះសង្ឃក៏ដើរចង្ក្រមខ្លះអីខ្លះទៅកណាហើយក៏ដើម្បីមើលឃើញដូចជាជំនាន់មុនវាមានអន្តរាយច្រើនកណាហើយដូចជាសត្វអសិរពិសឬក៏ដូចជាភ័យកើតអំពីពួកចោរចូលលួចប្លន់នៅក្នុងវត្តអារាមជាដើមកណាគឺសត្វកាចសាហាវអញ្ចឹងពន្លឺក៏សំខាន់មួយដែរសម្រាប់ឲ្យព្រះសង្ឃលោកមើលឃើញការពារអន្តរាយដើម្បីព្រះសង្ឃគង់សិក្សារៀនសូត្ររក្សានៅព្រះធម៌វិន័យហ្នឹងឲ្យបានស្រួលហើយវាជាប្រភពនៃធម៌ពលកណាកាលបើព្រះសង្ឃមានប្រទីបមានពន្លឺបរិបូរណ៍ព្រោះជំនាន់មុនហ្នឹងវាអត់ទាន់មានអគ្គិសនីទៀតកណាតាមឋានហ្នឹងបើយើងមានអគ្គិសនីក៏អាចផ្លាស់ប្ដូរបានមិនចាំបាច់ថាទានភាសាហ្នឹងទៅទាំងអស់ហ្នឹងទេក៏ប៉ុន្តែយើងប្រពៃណីយើងមកយ៉ាងណាយើងក៏លើកប្រពៃណីដើមចឹងទៅក៏ប៉ុន្តែរក្សានៅគេថាឫសគល់ដើមកណាកុំឲ្យបំបានចោលក៏ប៉ុន្តែសប្តាហ៍ថ្ងៃនឹងយើងអាចប្រកេនជាទៀនក៏បានឬជាអំពូលម៉ែត្រក៏បានប្រភេទអគ្គិសនីដូចញាតិញោមខ្លះអីគាត់ទៅវត្តអីគាត់ដូចថាខ្ញុំកណាអត់មានទៀនទេដូចគុណអាចចង់ចូលរួមជាបច្ច័យដើម្បីចេញថ្លៃនៅថ្លៃភ្លើងថ្លៃអគ្គិសនីចំពោះព្រះសង្ឃគាត់នេះគាត់នោះឬវត្តណាផ្សេងអញ្ចឹងដែលលោកសិក្សារៀនសូត្រត្រង់នៅព្រះធម៌វិន័យក៏ឈ្មោះថាប្រកេនឬថ្វាយប្រទីបដល់ព្រះសង្ឃដើម្បីសម្រាប់ឲ្យលោកសិក្សារៀនសូត្រពេលខ្លះម៉ោងខ្លះពេលល្ងិតអីអញ្ចឹងយើងបើកភ្លើងពូលម៉ែត្រអីជាដើមអញ្ចឹងអាចមានពន្លឺហ្នឹងសម្រាប់ឲ្យលោកសិក្សានៅគម្ពីរបត្រៃបិដកអីផ្សេងដើម្បីលោកសិក្សារៀនសូត្របានយល់ដឹងទៅហើយប្រាប់បញ្យល់នៅពុទ្ធបរិស័ទបន្តឲ្យគាត់យកទៅប្រើប្រាស់រៀនសូត្របប្រតិបត្តិតាមពុទ្ធវិន័យរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់សម្ដែងបង្ហាញទុកនោះឲ្យកើតសេចក្តីសុខឲ្យកើតប្រយោជន៍ច្រើនបំផុតដែលអាចធ្វើទៅបានតាមកម្លាំងសតិបញ្ញារបស់អង្គផ្សេងកណាហើយក៏មានការសំខាន់ក្នុងការបូជាប្រទីបក៏មានអានិសង្សច្រើនកណា
ในการធ្វើឲ្យបុគ្គលនឹងដោយព្រះអង្គគ្រូវត្តសង្ហាលើកឡើងខាងដើមថាមានចក្ខុទិព្វនឹងជារឿងពិតគឺណាហើយធ្វើឲ្យផ្នែកបុគ្គលដែលថ្វាយទានភាសាឬប្រទីបអីក៏ដោយនឹងផ្នែកស្អាតណាដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គជាបរមគ្រូរបស់យើងទាំងអស់គ្នាហ្នឹងគ្រាន់តែព្រះអង្គទាត់ទៅដោយបណេតសាច់ណាមិនមែនបណេតទឹកទេមួយយោជុំវិញហ្នឹងគឺមើលឃើញច្បាស់កលែតមិនបាច់ដាក់វ៉ែនតាយទេនឹងគឺអានិសង្សនៃការថ្វាយប្រទីបមានបណេតស្អាតហើយថ្លាមើលទៅគួរឲ្យគយគន់ហើយមើលច្បាស់ជាងបុគ្គលអ្នកដែលមិនបានបំពេញនៅអានិសង្សការថ្វាយទានកណាហើយនេះជាសេចក្តីសង្ខេបទេខ្ញុំកណាសូមចូលរួមប៉ុណ្ណឹងទៀតសូមអរគុណចាស់គ្រូសំណួរបន្ទាប់សូមប្រកេនទៅព្រះភិក្ខុធម្មទាសៈពងផាន់តើការចូលរួមពិធីសិទ្ធិទានព្រះវស្សាផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់បុគ្គលគ្រួសារនិងសង្គមសូមរតនានុបងគ្រូកណាអរគុណនឹងបន្ថែមមុននឹងចូលសំណួរនេះចង់ត្រឡប់ទៅក្រោយសំណួរអាត្មាខាងដើមបន្តិចទាក់ទងថានិមិត្តរូបនៃការអុជទានភាសាណានិមិត្តរូបនៃការចូលភាសាណាអាចមានដែរត្រង់ថាពេលដែលចូលភាសាទៅក៏យើងបានបូជាព្រោះថ្ងៃចូលភាសាជាទំនៀមជាពុទ្ធបញ្ញត្តិអញ្ចឹងក៏ទាក់ទងនឹងការបូជាណាជានិមិត្តរូបនៃថាយើងបានចាំភាសាហើយអញ្ចឹងក៏យើងអុជទានដើម្បីបូជាអុជទាននឹងជាការបូជារំលឹកគុណទេរំលឹកតអតីតកាលរំលឹកដល់ពុទ្ធបញ្ញត្តិដែលព្រះអង្គបានសម្ដែងដែលព្រះអង្គបានអនុគ្រោះនៃការចាំភាសាអញ្ចឹងក៏យើងនឹងបង្អន់ចិត្តនឹករលឹកដោយការបូជាប្រទីបនឹងឯងនឹងជានិមិត្តរូបនឹងមានទាននឹងជានិមិត្តរូបជាតំណាងនៃថាយើងបានជួយចាំភាសាហើយពួកអ្នកទាំងអស់គ្នាមិនគូនឹងដើរលេងជួយឆ្វាយទៅហេតុរហូតដោយគ្មានហេតុនោះទេនេះនឹងយើងអាចរកឃើញនិមិត្តរូបបែបនោះនិមិត្តរូបបែបនោះហើយសំណួរបន្តសួរថាតើការសិទ្ធិទានព្រះវស្សានេះមានប្រយោជន៍អ្វីដល់សង្គមគ្រួសារនិងខ្លួនឯងអញ្ចឹងណាគុណចាស់មានប្រយោជន៍មែនទេណាការសិទ្ធិទានព្រះវស្សានេះទី1វាជាការរក្សាប្រពៃណីធ្វើត្បិតតែពុទ្ធសាសនាមានមែនពុទ្ធសាសនាមាននៅក្នុងប្រទេសលើពិភពលោកឧទាហរណ៍ដូចថេរវាទទាំង5អញ្ចឹងណាថេរវាទទាំង5មានខ្មែរឡាវប្រទេសជិតខាងយើងភូមាលង្កាអញ្ចឹងទៅដែលប្រទេសថេរវាទដែលខ្លាំងហ្នឹងពេលខ្លះប្រទេសគេក៏មិនមានជាការសិទ្ធិទានអីដែរប៉ុន្តែអាការសិទ្ធិទានរបស់យើងនេះវាជាប្រពៃណីមួយរបស់ជាតិពុទ្ធសាសនានៅខ្មែរតែពិតពុទ្ធសាសនាដូចគ្នានឹងឯងព្រះសង្ឃស្បង់កសក់ទៅវត្តវាងាយនឹងច្រឡំគ្នាវាមិនដឹងថាខាងណាជាខាងណាពិតប្រកបទេប៉ុន្តែស្រាប់តែមានអាប្រពៃណីហ្នឹងឯងប្រពៃណីនេះសំខាន់ណាស់ការសិទ្ធិទានព្រះវស្សាមួយមកមានលំនាំសិទ្ធិទានព្រះវស្សាមកអ្នកស្រុកទៅសិទ្ធិទានព្រះវស្សាមកនោះបង្ហាញថានៅពុទ្ធសាសនានៅខ្មែរព្រោះពុទ្ធសាសនានៅឡាវអត់មានសិទ្ធិទានទេភូមាក៏អត់មានសិទ្ធិទានដែរលង្កាក៏អត់មានសិទ្ធិទានដែរគេមានតែវិធីរបស់គេផ្សេងសម្រាប់ពូជសាសន៍មួយនេះវាពូជសាសន៍ដែលមានវប្បធម៌អរិយធម៌ល្អផូរផង់អញ្ចឹងគឺមានកម្មវិធីសិទ្ធិទានអញ្ចឹងវាបញ្ជាក់អត្តសញ្ញាណមួយថាពុទ្ធសាសនានៅខ្មែរនោះគេមានកម្មវិធីសិទ្ធិទាននឹងគេជាអានិសង្សហើយជាផលហើយប្រតិបត្តិការសិទ្ធិទាននេះវាជាប្រយោជន៍ដល់អ្នកទៅធ្វើណាក្នុងគណៈដែលទៅធ្វើបុណ្យសិទ្ធិទានហ្នឹងចាស់កណាគុណចាស់ញាតិញោមសាក់គិតមើលនៅក្នុងគណៈទៅសិទ្ធិទានហ្នឹងចិត្តអីអ្នកទៅសិទ្ធិបើយើងនិយាយពីចិត្តសួរថាសម្ដៅដល់ទោសៈចិត្តអាចបង្អន់ទៅទេឬក៏លោភៈល្មោបលោភលន់អាចបង្អន់ទៅទេអាចលះលុយទិញកមួនឃ្មុំមួយដុំ1គីឡូ 50000 100000ទៅបូជាបានទេអត់ទេអញ្ចឹងក្នុងគណៈដែលទៅសិទ្ធិហ្នឹងប្រកបណាស់ថាជាមហាកុសលដែលមានគុណព្រះសម្មាសម្ពុទ្ធមកជាអារម្មណ៍មានគុណព្រះរតនត្រ័យមកជាអារម្មណ៍អញ្ចឹងការដែលមានគុណព្រះរតនត្រ័យមកជាអារម្មណ៍ឬក៏គុណពុទ្ធមកជាអារម្មណ៍នេះទើបបង្អន់ចិត្តលះបង់នឹងមច្ឆរិយៈគឺប្រមូលយោទានកមួនឃ្មុំលះបង់មិនមានការខឹងក្រោធអីក៏អត់មានចិត្តពោពេញទៅដោយសោមនស្សនេះសបាយសេចក្តីសុខកើតឡើងក្នុងបច្ចុប្បន្នភាពទន់ភ្លន់ភាពស្លូតបូតកើតឡើងក្នុងសន្តានមនុស្ស
ពេលដែលមនុស្សរៀបចំទៅសិតទៀនហ្នឹងមិនមែនទៅទាំងកំហឹងទៅទាំងការចង់ទៅក្នុងគុំអគារទេគឺគ្រាន់តែបុណ្យនឹងកើតឡើងមកសុភាពតិចនៅក្នុងសន្តានចិត្តមួយកើតឡើងដើម្បីទៅបូជាតែកាលណាបើសន្តានចិត្តមួយកើតឡើងដោយភាពត្រជាក់ក្នុងការបូជាហើយសង្គមនឹងក៏វាមិនវឹកវរដែរវាជួយកាត់បន្ថយភាពវឹកវររបស់សង្គមជួយកាត់បន្ថយភាពវឹកវររបស់សង្គមហើយក៏បង្អន់ចិត្តដោយមេត្តាដោយករុណាដោយការអនុគ្រោះដោយការជួបជុំបងប្អូនញាតិមិត្តបានទៅឃើញវត្តបានទំនុកបំរុងវត្តទៀតមិនមែនតែសិតទៀនហើយមកវិញទេទំនុកបំរុងវត្តទំនុកបំរុងព្រះសាសនាជួបជុំមិត្តភ័ក្តិកល្យាណមិត្តអ្នកស្រុកអ្នកភូមិសម្ដែងភាតរភាពក្នុងនាមជាក្មេងជាពូជសាសមួយដែលតែងតែរឹបអានស្រឡាញ់គ្នារឹបអានគ្នាឃើញទេវាកើតឡើងអញ្ចឹងណានិយាយពីផលនិយាយពីអានិសង្សហ្នឹងគឺវាទៅអញ្ចឹងអូដល់កាលណាបើយើងទៅជួបទៅសិតទៀនទៅហើយក៏ថាជាការថែរក្សាវងនៃបុព្វបុរសដែលបានបន្សល់ទុកហើយក្នុងការបង្អន់បូជាគុណប្រតនត្រ័យបូជាគុណព្រះសម្មាសម្ពុទ្ធនេះជាអានិសង្សដែលរឹបត្រួសបើយើងរឹបរំអិតលើនោះក៏រឹតតែឃើញលើនោះទៅទៀតឱកាសទៅដល់បានឃើញទេសនានុត្តរិយៈណាឃើញពុទ្ធឃើញព្រះសង្ឃឃើញព្រះសម្មាសម្ពុទ្ធបានស្ដាប់ពធសវនានុត្តរិយៈបានឃើញពោធិព្រឹកអញ្ចឹងទៅឃើញទេជាការបង្ហាញអំពីទឹកចិត្តទន់ភ្លន់របស់ផនយើងណារបស់ពូជសាសន៍យើងនៅក្នុងការទៅបូជាហើយបន្ទាប់ពីនេះមកនេះក្នុងបច្ចុប្បន្នក្នុងបរៈលោកក្នុងបច្ចុប្បន្នដល់ពេលក្នុងបរៈលោកនេះអាសភាពនៃចិត្តដែលទន់ភ្លន់សភាពនៃចិត្តដែលបូជាហ្នឹងឯងវាប្រៀបដូចជាគ្រើពូជដែលកំពុងតែសាបព្រោះអញ្ចឹងកាលណាបើយើងសាបព្រោះគ្រើពូជដែលទន់ភ្លន់ដែលបូជាដែលទន់ភ្លន់ដែលស្លូតបូតទៅហើយដោយអំណាចមានចិត្តជាកុសលចិត្តល្អចិត្តបុណ្យចិត្តជាកុសលចិត្តល្អចិត្តបុណ្យអាគ្រើពូជនឹងដុះចេញផ្លែផ្កាញ៉ាំងអត្ថភាពជាសុខឲ្យកើតឡើងក្នុងការតទៅជីវិតនឹងក៏នឹងមិនសូវជួបទុក្ខដោយអំណាចនៃការបូជាផលដែលត្រូវទទួលបានគឺអញ្ចឹងហើយធម្មតាទៅសិតទៀនហើយទៅហៅកូនហៅចៅឲ្យទៅហើយជួបជុំគ្នាបាយទឹកស្លោអីជុំគ្នាទៅហើយនឹងជាហេតុជាក់ស្ដែងអញ្ចឹងអានិសង្សខ្ញុំកណាផលប្រយោជន៍រៀបរាប់បានប៉ុណ្ណឹងហើយសម្រាប់សង្គមជាតិយើងក៏វត្តក៏នឹងបានប្រើប្រាស់ភ្លើងបទីប្រើប្រាស់លំអជាការលំអអញ្ចឹងទៅជាការតុបតែងដើម្បីបានយ៉ាងសេចក្តីជ្រះថ្លាចំណេញសេដ្ឋកិច្ចដល់អ្នកអ្នកខ្វះខាតអីគ្នារੂឃ្មុំរੂអីអញ្ចឹងទៅកើតឡើងបានចឹងខ្ញុំកណាចូលរួមមានប្រមាណប៉ុណ្ណេះខ្វះខាតយ៉ាងណាសូមអង្គធំគិតឲ្យនឹងអ្នកសម្រាប់ចូលរួមពេញបន្ថែមសូមអរគុណព្រះអង្គគ្រូសំណួរបន្ទាប់សូមប្រកេនទៅព្រះអង្គគ្រូព្រះមហាសិរិបញ្ញោខួនច័ន្ទសំណាងតើពិធីសិទ្ធិទានព្រះវស្សាអាចបណ្ដោះស្មារតីនឹងការធ្វើបុណ្យរបស់ពុទ្ធបរិស័ទបានយ៉ាងដូចម្តេចបណ្ដោះស្មារតីទី4ណាទៀតបណ្ដោះស្មារតីនឹងការធ្វើបុណ្យរបស់ពុទ្ធបរិស័ទបានយ៉ាងដូចម្តេចកណាទៀតរឿងការសិទ្ធិទានព្រះវស្សានឹងធ្វើឲ្យការបណ្ដោះស្មារតីពុទ្ធបរិស័ទមិនថាចំណុះជើងវត្តឬក៏ស្រុកភូមិដតីប្រទេសដតីដែលគេកាន់ពុទ្ធសាសនានឹងទេគឺវារួមក្របដណ្ដប់ទៅទាំងអស់នៅវិថីជីវិតសម្រាប់អ្នកកាន់ពុទ្ធសាសនាទាំងមូលទូទាំងសកលពិភពលោកគឺយើងបណ្ដោះស្មារតីនេះមិនមែនបណ្ដោះត្រឹមតែខ្លួនឯងទេគឺបណ្ដោះស្មារតីទាំងគ្រួសារទាំងសង្គមជាតិកណាគឺយើងបណ្ដោះស្មារតីទី1បុគ្គលខ្លួនឯងផ្ទាល់ដែលទៅរួមកម្មវិធីបុណ្យហ្នឹងក៏ធ្វើឲ្យបុគ្គលហ្នឹងយល់ព្រោះអានិសង្សនៃការសិទ្ធិទានសិទ្ធិអីហ្នឹងធ្វើបុគ្គលមានបញ្ញាស្មារតីមាំមួនហើយបញ្ញាភ្លឺស្វាងអាចយល់ឃើញកាត់នៅបញ្ហាផ្សេងៗបានច្រើនណាហើយកាលណាតែបញ្ហាផ្ទាល់ខ្លួនឯងរបស់បុគ្គលផ្ទាល់ហ្នឹងកាត់បានហើយវាអាចញ៉ាំងសេចក្តីសុខហ្នឹងចូលទៅដល់គ្រួសារណាគឺបុគ្គលចម្ពោះទី2គឺចម្ពោះគ្រួសារបណ្ដុះបណ្ដាលនូវភាពសាមគ្គីដូចជាយើងជាឪពុកឬជាម្ដាយជាតាអីអញ្ចឹងទៅជាបងជាប្អូនយើងជាគេហៅថាមនុស្សធំ
ដឹកនាំជាគំរូឲ្យកូនចៅឲ្យក្មួយឬឲ្យអ្នកក្នុងក្រុមគ្រួសារហ្នឹងមើលខ្លួនឯងជាគំរូហើយបានឲ្យគ្រួសារហ្នឹងធ្វើតាមអញ្ចឹងបណ្ដុះនៅស្មារតីនៅភាពសាមគ្គីរួបរួមក្នុងគ្រួសារឲ្យមានសេចក្តីសុខថាឲ្យជាដូនជាតាយើងខ្ញុំបានទៅវត្តវាដើម្បីសិទ្ធទានសម្រាប់ការថ្វាយនៅឬបូជានៅបរតនត្រ័យដល់ព្រះភិក្ខុសង្ឃអង្គសាមណេរលោកបានសិក្សារៀនសូត្រប្រព្រឹត្តបប្រតិបត្តិនឹងទ្រទ្រង់ពធវិន័យនឹងផងអានិសង្សហ្នឹងក៏វាបញ្ជូនទៅដល់អ្នកធ្វើហ្នឹងវាអត់ទេវាបានណាហើយអាចធ្វើឲ្យបុគ្គលហ្នឹងមានបញ្ញាចាក់ធ្លុះនៅធម៌ទាំងឡាយណាអាចថាផ្ដាច់នៅដូចជាកិលេសវត្តដាក់បានព្រោះអានិសង្សនោះវាធ្វើបុគ្គលនោះមានផ្នែកទឹកផងឬមានញាណទឹកផងកាលណាដែលបុគ្គលមានផ្នែកទឹកញាណទឹកមើលឃើញនៅអតីតជាតិខ្លួនឯងហើយយកមកគិតត្រីពិចារណាក្នុងភពបច្ចុប្បន្ននៃខ្លួនឯងមើលឃើញយល់ដឹងហ្នឹងហើយបានថាអូដើមហេតុដែលអញកើតអញ្ចេះពីមុនមកទុកលំបាកតោកយ៉ាក្រខ្សត់អត់ឃ្លានកំសត់ទុរគតដោយសារពីខ្លួនឯងមិនបានធ្វើទានអញ្ចឹងអាផ្នែកទឹកនោះវាធ្វើឲ្យមើលឃើញការកន្លងមកអញ្ចឹងហើយបានយល់គិតពិចារណារលាស់ខ្លួនឯងចេញពីវដ្តសង្សារជាប្រភពនៃសេចក្តីទុក្ខដែលបុគ្គលលះបានដោយកម្រទៅណាកាលណាតែសង្គមគ្រួសារមើងម៉ាត់ហើយវាតែងតែវិជាចំហាយទៅដល់សង្គមរួមទាំងមូលមានដល់ភូមិឃុំស្រុកប្រទេសឬអាចថាទៅដល់លំដាប់ទូទាំងពិភពលោកដែលគេកាន់ពុទ្ធសាសនានឹងដែរកណាដើម្បីសិក្សាពីភាពសាមគ្គីរវាងគ្នានឹងគ្នាហើយកាលណាតែបុគ្គលមានសេចក្តីប្រាថ្នាដូចគ្នាមានការគិតដូចគ្នាទើបអាចរួមដំណើរគ្នាបានអញ្ចឹងព្រះពុទ្ធសាសនាយើងនេះលោកថាឲ្យប្រៀបថាធម្មចក្រអញ្ចឹងការគឺអាកាសាកង់នៃធម៌គេណាធម្មចក្រគឺថាកង់នៃធម៌ពេលវាវិលទៅកន្លែងណាកន្លែងនោះតែងតែត្រជាក់ត្រជុំកណាកន្លែងនោះតែងតែមានសេចក្តីសុខតែខុសពីចក្ររបស់ព្រះមហាចក្រពត្តិឬស្ដេចចក្រពត្តិបើកងចក្រនៃស្ដេចចក្រពត្តិនឹងវិលទៅកន្លែងណាកន្លែងនោះតែងតែវិនាសហិនហោចតែតែមានបាត់បង់ជីវិតស្លាប់អន្តរធានខ្ទេចខ្ទីអស់កណាហ្នឹងតែធម្មចក្រគឺចក្រឬក៏កង់នៃព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធតែងតែវិលលើកទៅកន្លែងណាកន្លែងនោះតែងតែចម្រើនតែងតែមានសេចក្តីសុខមានភាពសាមគ្គីរួមទាំងមូលកណាហើយក៏សូមចូលរួមប៉ុណ្ណឹងកណាទៀតសូមអរគុណចាស់គ្រូកណាសូមនួបន្តកណាសូមកេនព្រះភិក្ខុធម្មទាសៈពងផាន់តើតម្លៃវប្បធម៌ខ្មែរនិងព្រះពុទ្ធសាសនាត្រូវបានឆ្លុះបញ្ចាំងតាមរយៈពិធីទានតាមរយៈពិធីសិទ្ធទានព្រះវស្សាយ៉ាងដូចម្ដេចកណាសម្រាប់នានិមន្តព្រះអង្គគ្រូណាអរព្រគុណសម្រាប់សំណួរបន្តតម្លៃព្រះពុទ្ធសាសនានឹងអាចឆ្លុះបញ្ចាំងពីការសិទ្ធទានព្រះវស្សាដូចម្ដេចការសិទ្ធទានព្រះវស្សានេះបើសិនជាយើងមើលយើងសិទ្ធយើងត្រូវយកពាក្យថាសិទ្ធសិនសិទ្ធនឹងធ្វើឲ្យប្រណិតណាដូចយើងសិទ្ធសក់អញ្ចឹងណាគឺធ្វើឲ្យប្រណិតឲ្យផ្ចិតផ្ចង់ការសិទ្ធហ្នឹងគឺជាការស្លោទានហ្នឹងឯងបើទេធ្វើឲ្យប្រណិតធ្វើឲ្យផ្ចិតផ្ចង់ធ្វើឲ្យប្រណិតធ្វើឲ្យចិត្តចង់អញ្ចឹងកាលណាតែរបស់ដែលត្រូវធ្វើឲ្យប្រណិតឲ្យផ្ចិតផ្ចង់ហើយគឺត្រូវតែមានអ្វីដើម្បីអ្វីដែលត្រូវទទួលនោះគឺរឹតតែផ្ចិតផ្ចង់ល្អក្រៃលែងថែមទៀតអញ្ចឹងការសិទ្ធទានព្រះវស្សានេះគឺជាការធ្វើឲ្យប្រណិតផ្ចិតផ្ចង់កាលណាបើធ្វើឲ្យប្រណិតផ្ចិតផ្ចង់ហើយគឺដើម្បីទទួលព្រះសម្មាសម្ពុទ្ធនោះបូជាចំពោះព្រះរតនត្រ័យនោះដែលជារតនៈដ៏ដងដំប្រសើរក្រៃលែងអញ្ចឹងគឺវាវិចិត្រជាងទានយើងទៀតពីនេះថាទាននឹងហើយត្រូវសិទ្ធត្រូវវិចិត្រត្រូវធ្វើឲ្យផ្ចិតផ្ចង់
ដោយកមុនខ្មុំដោយការបូជាដោយយកចិត្តទុកដាក់ដោយការរួបរวมគ្នាក្នុងការធ្វើអញ្ចឹងប៉ុណ្ណឹងថាវាអស្ចារ្យហើយប៉ុន្តែអ្វីដែលអស្ចារ្យទៀតនោះគឺអ្នកដែលទទួលទានអ្នកដែលទទួលទានអ្នកណាទទួលទានព្រះរតនត្រ័យអញ្ចឹងបានន័យថាព្រះរតនត្រ័យនឹងគឺក្រៃលែងអស្ចារ្យប្រសើរជាដំណើរបដិបទាជាពាក្យទូមានព្រានប្រដៅឬក៏ជាដំណើរបដិបទាដែលនាំសត្វឲ្យទៅរស់សេចក្តីស្ងប់សុខពិភពលោកទាំងមូលនឹងបានស្ងប់សុខដោយសារមានធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងឯងកាលណាបើខ្វះធម៌ហើយគឺសេចក្តីទុក្ខនឹងកើតឡើងហើយដោយហើយទៅសំបីតែសិល5ជាដើមអញ្ចឹងការសិទ្ធិទានព្រះវស្សានេះឲ្យឃើញថាតម្លៃជនជាតិខ្មែរយើងនេះជាអ្នកបានបូជាចំពោះវត្ថុដ៏ល្អបង្ហាញអំពីសេចក្តីថ្លៃថ្នូរបង្ហាញពីការលះបង់របស់សង្គមខ្មែរនៅក្នុងការបូជាចំពោះរតនវត្ថុគឺព្រះពុទ្ធរតនៈនឹងឯងបង្ហាញឲ្យឃើញថាសភាពនៃជនជាតិខ្មែរនេះត្រូវការស្ងប់ស្ងាត់ត្រូវការស្ងប់សុខត្រូវការពធដើម្បីអប់រំចិត្តបាននៅភាពស្ងប់សុខទើបខំបូជាព្រះរតនត្រ័យទើបខំរៀបចំឲ្យមានពិធីនេះផ្សិតទីនេះដើម្បីបូជាចំពោះវត្ថុដ៏ប្រសើរគឺព្រះរតនត្រ័យនឹងឯងខ្ញុំកណាស្ដាប់សំណួរបានមកកណាត់គុណចាស់ជួយបន្ថែមសំណួរឲ្យពេញម្ដងទៀតមែនណាមចាគ្រូណាសំណួរណាតើតម្លៃវប្បធម៌ខ្មែរនិងព្រះពុទ្ធសាសនាត្រូវបានឆ្លុះបញ្ចាំងតាមរយៈពិធីសិទ្ធិទានព្រះវស្សាយ៉ាងដូចម្តេចហ្នឹងហើយកណាហើយនឹងហើយនិយាយពីតម្លៃវប្បធម៌នឹងឯងហើយកាលណាបើយើងសិទ្ធិទានព្រះវស្សានេះក៏បង្ហាញអំពីដូចលើកឡើងខាងដើមអញ្ចឹងថាយើងជាជនជាតិមួយដែលមានវ័យចំណាស់នៅលើនេះអញ្ចឹងវប្បធម៌អរិយធម៌ប្រពៃណីរបស់យើងនឹងវាត្រូវមានមិនមែនជាតិសាសន៍មួយដែលត្រូវតែផ្ញើខ្លួនលើប្រទេសគេផ្ញើខ្លួននៅប្រទេសជិតខាងហើយចាំទៅរួចវប្បធម៌គេទេអញ្ចឹងការសិទ្ធិទាននេះដោយលោកម្ចាស់ថាជាដើមអញ្ចឹងបើតាមលោកម្ចាស់ដឹងមកប្រទេសធារវាទផ្សេងនៅលើពិភពលោកគេមិនមានកម្មវិធីសិទ្ធិទាននេះទេអញ្ចឹងអាការសិទ្ធិទាននេះវាបញ្ជាក់អំពីអត្តសញ្ញាណបញ្ជាក់អំពីអត្តសញ្ញាណរបស់ពូជសាសន៍មួយអូជាសាសន៍នោះនេះដល់រដូវកាលវស្សានេះរដូវកាលសាសនារបស់គេមានការធ្វើទាននេះវាបង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរវាសង្កេតថាជាខ្មែរបានមួយនេះចំណុចហ្នឹងក៏សង្កេតថាជាខ្មែរបានមួយហើយដូចពាក្យថាសិទ្ធជាដើមគឺធ្វើយ៉ាងវិចិត្រចិត្តចង់ហើយក៏បូជាព្រះរតនត្រ័យនេះពាក្យសិទ្ធហ្នឹងគឺធ្វើដោយវិចិត្រចិត្តចង់ហើយបូជាព្រះរតនត្រ័យអញ្ចឹងបង្ហាញថាពូជសាសន៍នេះមានការយកចិត្តទុកដាក់ខ្លាំងណាស់មានការយកចិត្តទុកដាក់មានការគោរពមានការអោនលំទោននៅក្នុងការបូជាព្រះរតនត្រ័យគឺមានសេចក្តីជឿជាក់នៅលើដំណើរនៃការត្រាស់ដឹងមេរៀនធម្មជាតិដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនៅដំណើរពិតរបស់ធម្មជាតិគឺពូជសាសន៍នឹងគឺមានការគោរពប្រតិបត្តិដើរតាមដូចយើងឃើញសង្គមយើងរាល់ថ្ងៃបានខ្លះមិនបានខ្លះយ៉ាងណាក៏មិនចោលដែរទោះបីមិនជឿនបានចូលទៅសិក្សាស៊ីជម្រៅដោយសមថៈនិងវិបស្សនាកិច្ចបដិបត្តិនៃការចេញចាក់ទុអីយ៉ាងណាបើត្រឹមតែទៀនតែសិលអីខាងដើមនេះក៏ធ្វើដោយវិចិត្រចិត្តចង់នៅក្នុងការបូជានៅក្នុងការបូជាអញ្ចឹងក៏វាឆ្លុះបញ្ចាំងថាពូជយើងនឹងវាយកចិត្តទុកដាក់ណាជាតិសាសន៍នឹងណាសង្គមនឹងគឺយកចិត្តទុកដាក់គោរពនៅក្នុងគុណព្រះសម្មាសម្ពុទ្ធដែលជាបុគ្គលមិនមានគ្រឹះសៅហ្មងនឹងជាដំណើរដែលទ្រង់បានកន្លងនៅជាតិជារៀបជាធិមរណៈហើយក៏នឹងជាសេចក្តីព្យាយាមនៅក្នុងការដើរតាមកន្លងយុគលបាទរបស់ព្រះសម្មាសម្ពុទ្ធនោះអញ្ចឹងសម្ដែងអំពីភាពចិត្តចង់របស់ជាតិសាសន៍យើងដោយការសិតធ្វើឲ្យប្រណិតនៅក្នុងការបូជាគុណព្រះរតនត្រ័យនោះឯងអញ្ចឹងខ្ញុំប្រកាសណាពូលបន្ថែមតបសំណួរមានប្រមាណប៉ុណ្ណេះខ្វះខាតយ៉ាងណាសូមចូលរួមបំពេញបន្ថែមសូមអរគុណចាស់គ្រូសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈវិក្កាមកិត្តិយសដែលបានឆ្លើយសំណួរយ៉ាងក្បោះក្បាយនាឱកាសនេះឈានចូលដល់កម្មវិធីទី6នៅម៉ោង 8:18 នាទីវគ្គសួរសំណួររបស់សិក្ខាកាមអ្នកចូលរួមបន្តទៅនេះខ្ញុំប្រកាសណាអាត្មាសូមអនុញ្ញាតប្រកេននឹងជូនវគ្គសួរសំណួររបស់គណៈវិក្កាមកិត្តិយសទៅកាន់អ្នកចូលរួមសូមរដ្ឋនានិមន្តនឹងអញ្ជើញ
ណាខ្ញុំកណាឬក៏អង្គផ្សេងទៀតតើ ចាស់គ្រូវគ្គនេះវគ្គសិក្ខាកម្មអ្នកសួរសំណួរទៅកាន់ចាស់គ្រូគ្រូ ណា កណាអរគុណច្រើនបងគ្រូតើតើនឹងរឿងនេះខ្ញុំកណាកាលពីប្រហែលឆ្នាំមុនអូប្រឡូកមែនទែនរឿងបោះបាយបេននេះប្រឡូកមែនទែនដេញដោលបេកទឹកបែកដៃហើយខ្ញុំកណាកាន់ខាងបោះខ្ញុំកណាកាន់ខាងបោះដោយមិនមែនកាន់ដោយទិដ្ឋិទេខ្ញុំកណាអាងទៅលើប្រសូតជាដើមច្រើនមាននៅក្នុងយក្ខសង្យុត្តដូចជាបណបសុមេដាឬក៏ពពួកប្រែតអីផ្សេងផ្សេងពេយ៉ាងករៈជាដើមនៅក្នុងយក្ខសង្យុត្តនឹងសុទ្ធតែអាចទទួលបាយជាដុំពំនួតបានប៉ុន្តែมันអាចតេកណាទៀននោះបាយនោះมันអាចញ៉ាំងជាឧបឃាតកកម្មទេអាចញ៉ាំងឧបឃាតកកម្មមកដូចអត្តភាពបានទេប៉ុន្តែបានអញ្ចឹងតេតូនឹងសំណួរនេះរឿងបោះនេះល្អមែនទេណាយើងកុំគិតថាខាតបាយមានអ្នកវិភាគមួយចំនួននឹងវិភាគថាបាយមួយវឹកមួយចាន5ពិនមួយវឹកមនុស្សទៅប្រហែលអ្នកគេគុណនឹង5ពិនវឹកទៅមួយឆ្នាំខាត់អស់ប្រហែលលានខ្ញុំកណាជិះទៅជិះលេងផងសើចផងទៅឥឡូវវាស៊ីបាយរងាអត់អស់លុយអីចឹងពីឲ្យជួបបាត់ហ្នឹងអត់អស់ហ៎គេថាហ្នឹងយើងស៊ីវាជែកគ្នាបេកញែកប៉ុន្តែរឿងទាំងអស់នេះអត់អាចអត់បានទេលោកចាពុទ្ធសាសនានៅក្នុងប្រទេសថេរវាទគេអត់មានបោះដូចយើងទេប៉ុន្តែអាបោះនេះគឺជាប្រពៃណីមួយហើយជាបុណ្យកុសលទៀតអ្នកទៅបោះអត់ខុសទេណាឲ្យតែយើងកុំធ្វើជ្រុលណាបើបោះតាមប្រពៃណីដែលរៀបចំមកអត់ខុសទេវាណាតែយើងវាជ្រាបពឹសវាជ្រុល
អ្នកទៅបោះចេញផុតពីផ្ទះទៅវាក្មេងៗហ្នឹងវាទៅគោគ្នាអីអាហ្នឹងវារឿងផ្សេងអាហ្នឹងវារឿងផ្សេងមានរឿងបោះបែបបែបនេះអាហ្នឹងយើងត្រូវហាម5នៅរឿងនោះនៅក្នុងរឿងនោះប៉ុន្តែសម្រាប់ការបោះបែបបែបនេះវាជារឿងប្រពៃណីល្អពូផងណាកើតប្រយោជន៍មែនទេណាមកសម័យកាលនេះណាទៅហៅក្មេងបានទៅវត្តនោះវានៅចុចទូរស័ព្ទហ្នឹងឯងប៉ុន្តែដល់ពេលយើងចាប់ផ្ដើមរៀបចំពិធីបោះបែបបែបមកនេះវាធ្វើឲ្យមានក្មេងទៅវត្តអាក្មេងទៅវត្តហ្នឹងជាឧបនិស្ស័យទី1ជាឧបនិស្ស័យណាអាចជាបកតោបនិស្សយចេះទៅថ្ងៃក្រោយក៏បានឬក៏ជាឧបនិស្ស័យផ្សេងជាពិសេសគឺបានស្ដាប់អវាទនេះពិសេសណាបារាភវៈសូត្រទេបើសិននៅកណាគុណម្ចាស់ជាចៅអាវាសនឹងចេះណែនាំតន្តិចមកស្អាតមែនទែនឲ្យវាយល់អំពីដំណើរដែលនៅមនុស្សចម្រើនដំណើរដែលនៅមនុស្សសេចក្តីវិន័យឃើញទេយ៉ាងណាពេលនេះមិនស្ដាប់មិនទាន់យល់ប៉ុន្តែពេលក្រោយគង់នឹងយល់ជាឧបនិស្ស័យទៅកាន់ថ្ងៃក្រោយឃើញអត់វាកើតប្រយោជន៍ហើយជាតិសាសន៍មួយដែលអត់ប្រពៃណីអត់កើតទេជាតិសាសន៍ណាមួយក៏ដោយអត់ប្រពៃណីអត់ទំនៀមទម្លាប់អត់កើតទេអញ្ចឹងត្រូវតែមានប្រពៃណីមានទំនៀមទម្លាប់ឬមុខមាត់អីស្តៀងគ្នាខ្មែរស្តៀងថៃក៏ស្តៀងខ្មែរស្តៀងគ្នាទាំងអស់ប៉ុន្តែអ្វីដែលយើងអាចកំណត់បានភាសានិយាយភាសាសរសេរភាសានិយាយមួយភាសាសរសេរមួយនោះបញ្ជាក់ទៅនឹងខ្មែរហើយចេញមកភាសានឹងខ្មែរហ្មងភាសានឹងសរសេរហ្មងតែស្លៀកពាក់ខោអាវនឹងមុខមាត់ស្តៀងគ្នាដើរប្លុកគ្នាបានឃើញទេនឹងចំណែកមួយហើយចំណែកដែលប្រពៃណីនេះស្រុកយើងនេះដែលអាចមឹមទឹមទៅអាចរឹងមឹមទៅបានណាដោយសារប្រពៃណីទៅបើនិយាយរឿងពុទ្ធសាសនាដូចគ្នាអ្នកបួសដូចគ្នាថៃក៏ពុទ្ធសាសនាខ្មែរឡាវភូមិពុទ្ធសាសនាដូចគ្នាប៉ុន្តែអ្វីដែលយើងចម្លែកអ្វីដែលយើងអស្ចារ្យនេះដែលអាចបែងចែកថាពុទ្ធសាសនានេះជាខ្មែរនេះជាប្រពៃណីនេះវាអស្ចារ្យទៅលើទំនៀមទម្លាប់ហ្នឹងឯងដូចជាការកាន់វេន15ថ្ងៃអញ្ចឹងខ្មែរយើងមានវិញ្ញាណសមមានទៅវត្តមានអីបបបាច់បែបហ្នឹងអូខ្មែរហ្មងគេឃើញហ្នឹងអត់ច្រឡំនឹងគេហ្មងគឺនេះវាបញ្ជាក់អត្តសញ្ញាណរបស់យើងណាបញ្ជាក់អត្តសញ្ញាណរបស់យើងជាការលើកកម្ពស់អត្តសញ្ញាណរបស់យើងអញ្ចឹងក្នុងសង្គមយើងវាត្រូវមានអញ្ចឹងហើយរឿងសាសនានេះអត់បានទេពាក្យថាសាសនាបើសិនជាយើងសិក្សាដល់ណាបើខ្ញុំកណាសិក្សាមករយៈក្រោយនេះវាទូទិដ្ឋិហ្នឹងឯងទិដ្ឋិប្រែថាការយល់អញ្ចឹងទៅអ្នកខ្លះថាខ្ញុំមិនចូលសាសនាអីទេអាហ្នឹងក៏នៅតែជាទិដ្ឋិដែរទិដ្ឋិដែលទៅចាប់ប្រកាន់ថាអញមិនចូលសាសនាហ្នឹងឯងអាហ្នឹងគឺនឹងឯងជាសាសនាហើយវាទៅចាប់ប្រកាន់ថារឿងអញខ្ញុំមិនចូលសាសនាណាទាំងអស់ខ្ញុំគ្មានសាសនាខ្ញុំមនុស្សសាមញ្ញមនុស្សធម្មតាដែលការគិតអញ្ចឹងទៅបានដោយអំណាចនៃទិដ្ឋិសកាយទិដ្ឋិចូលទៅចាប់អាសភាពនៃចិត្តដែលថាមិនមានអីនឹងឯងថាជាខ្លួនថាជាខ្ញុំមិនមានអីប៉ុន្តែជាទូទិដ្ឋិនឹងឯងដល់ពេលអ្នកគោរពពុទ្ធសាសនាក៏វានៅតែមានទិដ្ឋិអញ្ចឹងដែរចូលទៅជាប់នឹងពុទ្ធសាសនាប៉ុន្តែទិដ្ឋិក្នុងពុទ្ធសាសនាប្រៀបដូចជាជំហានជើងដែលឈានដើរចេញអំពីទិដ្ឋសកាយដើរចេញអំពីទិដ្ឋិរបស់ពុទ្ធសាសនាជាការប្រតិបត្តិដែលយើងមានការយល់ការជិបជពាក់ក្នុងពុទ្ធសាសនានេះណាជាទិដ្ឋានុស័យទិដ្ឋិវាមានពីរទិដ្ឋិគ្រូគ្រៀតក្នុងបច្ចុប្បន្នទិដ្ឋានុស័យគ្រឿងដេកត្រាំក្នុងសន្តានអញ្ចឹងកាលណាបើយើងស្ទាបគប់ពុទ្ធសាសនាណាទោះបីជាទិដ្ឋិក៏ដោយមានអញអ្នកធ្វើទានមានអញអ្នកសុំសិលមានអញអ្នករសាសិលមានអញអ្នកទៅវត្តក៏ដោយប៉ុន្តែការធ្វើទាំងវើទាំងអស់នោះគឺជាដំណើរនៃការដើរចេញអំពីទិដ្ឋិនឹងរួចចាក់ទុកក្នុងអត្តភាពណាមួយព្រោះតែលេងមានទិដ្ឋិគឺការប្រកាន់ចំណែកឯអ្នកដែលថាខ្ញុំមិនជឿដោយទិដ្ឋិទេខ្ញុំមិនជឿដោយសាសនាទេសំទោសខ្ញុំមិនជឿដោយសាសនាមានសាសនាណាទេខ្ញុំឯករាជ្យនោះគឺជាទិដ្ឋិទៅហើយអាទិដ្ឋិនឹងឯងវាជាសាសនាមួយដែលចូលទៅចាប់ប្រកាន់ថាអញ្ចឹងអញ្ចឹងដែលខ្ញុំកណាលើកឡើងមកកន្លែងនេះចង់និយាយសរុបទៅវិញថាអ្វីណាក៏ដោយដែលធ្វើហើយគឺសាសនានេះវាសំខាន់ណាស់វាជាការចូលរួមថែរក្សាអត្តសញ្ញាណជាតិទាំងមូលសង្គមទាំងមូលដោយសាសនាគេក៏គេមានបែបបទរបស់គេដើម្បីបញ្ជាក់ថានោះជាពួកគេដែរឥឡូវឧទាហរណ៍ដូចមូស្លីមអញ្ចឹងបើសិនណាកុំពាក់អាមួកនឹងមកយើងមានស្គាល់ណាដោះតមួកចេញមកមួកសស្គោះដើរលេងទៅនឹងប៉ុន្តែស្រាប់តែគេមានសាសនារបស់គេពាក់មកយើងទៅឃើញអូនោះខាងមូស្លីមឃើញអត់អញ្ចឹងអាប្រពៃណីទំនៀមទម្លាប់ហ្នឹងវាបញ្ជាក់អំពីពូជសាសន៍មួយឬក៏សាសនាមួយរបស់ជាតិសាសន៍មួយនោះអញ្ចឹងទៅយ៉ាងណានៅក្នុងស្រុកខ្មែរយើងដូចជាសំណួរអញ្ចឹងដូចជាតែយើងគួរធ្វើម៉េចដើម្បីកាត់បន្ថយការបោះបែបបែនហ្នឹងសម្រាប់កណាការយល់របស់កណាគឺបោះខ្ញុំកណាគ្រប់គ្រងការបោះថាមូលហេតុអីវាកើតប្រយោជន៍ច្រើនទី1
bài tịch tôi sạc tập bó cho mình là tập bó bài từng cái bông từng cái chữ năm kha tê bài sạc tập bó cho thế dừng put mò ban từ vượt ban chu vượt bản đông thì say chu vượt ổ bạn này hơi mình nghiêng rừng tê mình không ai khác chu tôi có asam sọ nâng mò phí cả ấp rung là tí nước sỏiแต่ว่ายึกอบรมở ban មាន ទេដោយតឹងរឿងមែនទៀតការចូលវត្តមានរបៀបរបបបណ្ដោះនិស្ស័យតិចបណ្ដោះនិស្ស័យមេត្តានៅក្នុងសន្តានមកកាលណាបើបណ្ដោះនិស្ស័យមេត្តាក្នុងសន្តានហើយគឺវានឹងជះដល់សង្គមទាំងមូលអ្នកទៅវត្តមកវិញក៏គង់នឹងលើកដៃសាពះមិនឲ្យដែរបើសិនតែមានការទូមានព្រានបដៅល្អមានការណែនាំបន្ថែមល្អជាឱកាសនៃការកម្មវិធីចឹងទៅអត់អាចតាក់ក្មេងទៅបានទេអត់អាចតាក់ក្មេងទៅបានទេស្មារតីជុំវិញយើងណាគេសង់អាគារគេអោយនំគេអោយរឹមគេអោយជ្រៀងគេអោយស៊ីអោយចក់ដោយមិនគិតអីទាំងអស់គេអាចធ្វើបានឃើញទេដើម្បីអីទាញបរិស័ទឲ្យទៅទាញមនុស្សឲ្យចូលទៅដើម្បីឲ្យបានយល់អំពីសាសនារបស់គេឃើញទេគេធ្វើបានចុះមិនបានយើងពុទ្ធសាសនាជាសាសនាដែលនិយាយអំពីការលះបង់ក្នុងโลกនេះការនិយាយអំពីការលះបង់គ្មានណាលើពុទ្ធសាសនាទេពុទ្ធសាសនានិយាយពីការលះបង់សង្ឃហធម៌សង្ឃហធัวដែលពុទ្ធសាសនានេះសង្ឃហធัวដោយសព្វញុតញ្ញាណព្រះអង្គសម្ដែងមកទៀតអញ្ចឹងគឺត្រូវលះបង់អញ្ចឹងប៉ុន្តែយើងវាផ្ទុយយើងមិនបានដើរតាមសង្ឃហធัวអញ្ចឹងទៅយើងមានភាពកំណាញ់ច្រើនអញ្ចឹងការលះបង់សង្គមយើងវាមានតិចត្រូវទទួលស្គាល់ថាការលះបង់របស់សង្គមរបស់ពុទ្ធសាសនាយើងទៅលើសង្គមវាមានតិចខ្ញុំកណាឧបមាអញ្ចឹងណាវិធានមួយ$2 លានសម្រាប់វត្តមួយប៉ុន្តែវត្តនោះឧបត្ថម្ភខ្ញុំមកចាំបាន$10000ផងហ្នឹងឃើញវាខុសគ្នាទ្វេដងនេះតែបើសិនតែវិហារមួយ$2 លាននោះការឧបត្ថម្ភទៅដល់ប្រហែល500000ឲ្យទៅលើវិស័យអប់រំបង្កើតជាកន្លែងបង្រៀនកុំព្យូទ័រ free បង្រៀនភាសាបរទេស free យើងសួរថាពុទ្ធបរិស័ទណានឹងទៅចូលក្នុងសាសនាដទៃពីហរសាសនាអត់មានទេដល់ពេលអញ្ចឹងយើងវាខ្សោយកន្លែងហ្នឹងឯងខ្សោយកន្លែងហ្នឹងឯងប្រធានបទលើកឡើងមកនេះអាត្មានឹងសរុបនិយាយរឿងទៅសរុបឲ្យចូលនៃទៅមួយមកហ្នឹងឯងថាប្រពៃណីទាំងអស់នោះគឺបើសិនតែយើងធ្វើពុទ្ធសាសនាយើងធ្វើគឺរក្សាគ្នាទៅវិញទៅមកតែម្ដងរស្មួយម្ដងវិលទៅរកប្រវត្តិកាលបន្តិចប្រវត្តិកាលប្រជា ខ្មែរក្នុងសម័យអង្គរក្តីក្រោយអង្គរក្តីគឺសង់ប្រាសាទដើម្បីសម្គាល់ថានេះជាខ្មែរគឺអាងទៅលើប្រាង្គប្រាសាទថ្មនេះនោះឯងទោះបីកន្លងទៅទីណាក៏ដោយប្រាសាទនោះនៅគ្រប់ទីណាក៏ដោយឧទាហរណ៍ដូចភីម៉ៃឧទាហរណ៍ដូចប្រាសាទផ្សេងភ្នំរុងក៏ដោយនៅក្នុងទឹកដីថៃរាប់រយឆ្នាំក៏ដោយប៉ុន្តែទៅដល់ភ្លាមគឺដឹងតែខ្មែរហ្មងគឺសង្កត់ទៅលើចឹងយ៉ាងវត្តអារាមក៏ដូចគ្នាសម័យកាលយើងមានវត្តអារាមកាលណាតែគ្រិស្តភាពនៃវត្តអារាមទាំងអស់នោះក៏អាចកំណត់បានដោយសញ្ញាថានេះជាខ្មែរយើងមើលទឹកដីយើងដែលបាត់បង់ទៅខាងក្រមបើសិនតែគុំមានវត្តអារាមអត់អាចកំណត់បានទេប៉ុន្តែដោយសារមានវត្តអារាមទើបយើងអាចកំណត់បានណាអាចកំណត់ថានោះជាទឹកដីរបស់យើងបានណាកណាគុណចាស់ខ្ញុំកណាសរសេរចាប្រធានបទខ្លះហើយបងគ្រូលោកប្រធានខ្ញុំកណាបន្ថែមប៉ុណ្ណេះចុះកុំឲ្យយូរតើតើនឹងវប្បធម៌ពុទ្ធសាសនាផ្សារភ្ជាប់នឹងវប្បធម៌អរិយធម៌នៅក្នុងសង្គមកម្ពុជារបស់យើងបងគ្រូបានលើកឡើងមកក្បាយណាស់តើតើនឹងរឿងបោះបាយបិណ្ឌអីហ្នឹងដូចជាយើងមានបុគ្គលអកតិមួយចំនួនយល់ថាការបោះបាយបិណ្ឌវាជារឿងបំផ្លាញសេដ្ឋកិច្ចកម្ពុជាវាជាការខ្ជិះខ្ជាយអីសពគ្រប់ប្រការក៏ប៉ុន្តែបើយើងមើលសម្លឹងឲ្យឆ្ងាយហើយគិតឲ្យបានស៊ីជម្រៅយើងនឹងយល់ពីបំណងរបស់ដូនតាឬក៏បំណងរបស់បរោះឬក៏បំណងបព្វការីជនរបស់យើងដែលពុកលោកបានរក្សាទុកមកបានធ្វើមកនោះគឺសុទ្ធតែមានអត្ថន័យឬក៏ប្រយោជន៍នៅក្នុងសង្គមកម្ពុជារបស់យើងនឹងឯងហើយរឿងនេះមិនមែនមានតែមួយទេគឺមានច្រើនទៀតរឿងដែលនៅក្នុងសង្គមកម្ពុជារបស់យើងមានបុគ្គលអកតិមួយចំនួនយើងពោលអញ្ចឹងចុះដោយសារពេលខ្លះគាត់មិនមែនត្រឹមតែពោលសម្ដីធម្មតាសម្រាប់ព្រះពុទ្ធសាសនាទេអ្នកខ្លះយល់ថា
ពុទ្ធសាសនានឹងធ្វើឲ្យប្រជាជនកម្ពុជាក្រឬក៏ពុទ្ធសាសនានឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជាអីចឹងទៅអាហ្នឹងយើងធ្លាប់ឮរហូតដល់មានអ្នកខ្លះចង់បំបត្តិអីតកតងនឹងវប្បធម៌ប្រពៃណីរបស់ខ្មែររបស់យើងតកតងនឹងអាទំនៀមទម្លាប់អីនឹងផ្សារភ្ជាប់មួយនឹងសាសនារបស់យើងមានរឿងដតីទៀតបើកណាមិនចាំទេយើងមានរឿងដតីទៀតឯអ្នកខ្លះគាត់មិនសូវស្របជាមួយពុទ្ធសាសនាតកតងនឹងការនេះគ្នាណាតកតងនឹងការពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនឹងគាត់មិនសូវបានយល់ហើយក៏មានប្រសងអង្គយើងខ្លះធម្មកថាអង្គខ្លះក៏លោកយល់បែបហ្នឹងដែរប៉ុន្តែនៅក្នុងរឿងនេះខ្ញុំកណាមិនបដិសេធទាំងស្រុង 100% ដាច់អហង្ការថាមិនត្រូវធ្វើអញ្ចឹងឬក៏ត្រូវតែធ្វើអញ្ចឹងគឺមិនទេប៉ុន្តែយើងត្រូវគិតថាគ្រប់យ៉ាងទាំងអស់គឺវាមានហេតុមានផលហើយយើងថ្លឹងថ្លែងឲ្យបានច្រើនជាជាងដែលយើងគិតដោយចំណែកមួយគិតដោយគំនិតមួយហើយយើងយល់ថាបែបហ្នឹងត្រូវដោយខ្លួនឯងអីចឹងទៅតើតងនឹងការបោះបាយបិណ្ឌការអីហ្នឹងអាហ្នឹងសិតតែជារឿងអាហ្នឹងហើយមួយទៀតឧទាហរណ៍ដូចជារឿងទានភាសាទានអីដែលយើងក្នុងប្រធានបទរបស់យើងតើតរឿងទានភាសាទានអីហ្នឹងក៏ជាផ្នែកមួយសំខាន់ដែរដែលយើងរក្សាបានណាមានន័យថាឧទាហរណ៍ដូចព្រះអង្គគ្រូទាំងពីរអង្គបានលើកឡើងពីប្រវត្តិក៏ដូចជាខ្លឹមសារនៃការសិទ្ធទានប្រវត្តិសាអីហ្នឹងអាហ្នឹងយើងមិនអាចនាំគ្នាចោលបានទេបើសិនបើយើងធ្វើបានរក្សាបានឲ្យនៅទៅអាហ្នឹងល្អហ្នឹងបង្ហាញដោយព្រះអង្គគ្រូលើកឡើងមកអញ្ចឹងថាបង្ហាញព្រះពុទ្ធសាសនាតាមបែបវប្បធម៌អរិយធម៌ទៅតាមសង្គមនីមួយៗប៉ុន្តែពុទ្ធសាសនានៅតែជាពុទ្ធសាសនាប៉ុន្តែពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមកម្ពុជាពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមភូមាពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមឡាវអីចឹងទៅអាហ្នឹងវាបង្ហាញថារវាងពីរហ្នឹងมันអាចមួយណាដើរមុខដើរក្រោយបានទេគឺត្រូវតែដើរទៅទឹមគ្នាហើយពុទ្ធសាសនានេះសំខាន់ទៅទៀតបើអត់ដើររួមជាមួយនឹងវប្បធម៌អរិយធម៌ទេពុទ្ធសាសនាមិនអាចនៅបានយូរទេសាសនាណាក៏ដោយហើយដូចជានៅក្នុងសង្គមរបស់យើងអញ្ចឹងដោយបងគ្រូលើកឡើងមិញត្រូវកន្លែងហ្នឹងយើងកាន់តែឲ្យគម្លាតរវាងយុវវ័យហើយនឹងពុទ្ធសាសនាហើយនឹងតកតងនឹងវប្បធម៌អរិយធម៌ហ្នឹងឯងចាដូចដែលយើងមានពិធីការអីផ្សេងអីហ្នឹងកន្លែងហ្នឹងមានន័យថាចង់ឲ្យបងប្អូនហ្នឹងគាត់មកវត្តទៅដើម្បីបានយល់ដឹងអំពីតម្លៃពុទ្ធសាសនាបានមកស្ដាប់អីចឹងទៅដោយព្រះអង្គគ្រូលើកឡើងថាបានមកស្ដាប់ធម៌ស្ដាប់អីជាមួយព្រះសង្ឃអីទៅអាហ្នឹងវាបង្ហាញអំពីវប្បធម៌ជាមួយនឹងសាសនាហ្នឹងឯងហើយមួយទៀតកណ្ដាលសំបន្ថែមតិចចុះព្រះអង្គគ្រូបានលើកឡើងមកហើយថាតកតងនឹងយើងបើសិនបើយើងមិនព្យាយាម connect រវាងព្រះសង្ឃរវាងពុទ្ធសាសនាជាមួយនឹងបរិស័ទយើងទេណាទៅមកទៅអាចគេយកអស់ណាมันលេសើចទេគឺថាទោះបីគេថាជីដូនជីតាយើងអ្នកកាន់ពុទ្ធសាសនារាប់អសង្ខ័យរាប់ឆ្នាំមកក៏ដោយប៉ុន្តែបើសិនបើយើងមិនព្យាយាមមិនថែរក្សាមិនខ្នះខ្នែងមិនព្យាយាមមើលទេអាហ្នឹងគេយកអស់ហើយអាហ្នឹងជាការពិតណាស់ចាពួកយើងមើលឃើញនៅសង្គមកម្ពុជារបស់យើងរឿងកាន់សាសនានេះគឺបើកចំហអត់មាននិន្នាការអត់មានដាច់អហង្ការអត់មានកុម្មុយនីសតែអ្នកដែលកើតនៅក្នុងកម្ពុជាត្រូវតែកាន់ពុទ្ធសាសនាអត់ទេពេលអញ្ចឹងអ្នកណាចង់កាន់សាសនាអីក៏កាន់ទៅឃើញអញ្ចឹងសាសនាមួយចំនួនគេចូលមកសង្គមកម្ពុជារបស់យើងគេឲ្យនេះឲ្យនោះគេមានការទំនាក់ទំនងជាមួយនឹងក្មេងៗនៅក្នុងសហគមន៍អីចឹងអញ្ចឹងគេចូលទៅចិត្តព្យាយាមចូលទៅចិត្តគេចាប់ផ្ដើមទិញទឹកចិត្តរបស់សហគមន៍នឹងបានរបស់ប្រជាជនរបស់ពុទ្ធបរិស័ទនឹងបានបែរយើងអ្វីដែលយើងមានពីមុនមកអ្វីដែលយើងធ្លាប់
ល្អពីមុនមកយូរបែរជានាំគ្នាបោះបង់ចោលនាំគ្នាបោះបង់ចោលឧទាហរណ៍រឿងបោះបាយបិណ្ឌមួយនេះក្មេងៗពេលខ្លះអាចថាពួកគាត់សំទោសអាចថាពួកគាត់ទៅវត្តហ្នឹងគាត់ថាបោះទៅគាត់លេងខ្លះមើលប៉ុន្តែពេលខ្លះក៏គាត់បានជ្រាបថាអូនេះជាសញ្ញាជាទង្ជ័យមួយបង្ហាញថានេះជាវប្បធម៌របស់ខ្មែរដល់ពេលគាត់ទៅនេះគាត់ស្គាល់របៀបរបបវប្បធម៌អញ្ចឹងទៅអាផ្នត់គំនិតរបស់គាត់នឹងវាជាប់ថាអូអញខ្មែរអញកាន់ពុទ្ធសាសនាអញ្ចឹងដល់យើងនាំគ្នាបំបត្តិអានឹងចោលអញ្ចឹងដូចអត់មានអីត្រូវទៅវត្តទេឃើញក្មេងអត់មានអីត្រូវទៅវត្តទេដល់ពេលទៅរំបាស់ណាឆ្កយទៅអាហ្នឹងរឿងដែលអាហ្នឹងបានយើងគួរហាម5ដែរប៉ុន្តែរឿងខ្លះក៏យើងមិនហាម5បានដែរព្រោះអាហ្នឹងវាអាចថាដើរទៅទឹមគ្នាដែរប៉ុន្តែនៅក្នុងទម្រង់មួយហៅថាក្នុង form មួយឲ្យមានលក្ខណៈមួយថាកុំឲ្យវាលើសពេកកុំឲ្យវាខ្វះពេកល្មមអញ្ចឹងទៅដោយថាវត្តខ្លះចាក់បាសអញ្ចឹងទៅក៏ចាក់ទៅប៉ុន្តែសូមឲ្យថ្នាក់ដឹកនាំហ្នឹងយើងឆាត់ចែងយ៉ាងម៉េចឲ្យបានសមរម្យអីអញ្ចឹងទៅអាហ្នឹងក៏វាជាផ្នែកមួយសេដ្ឋកិច្ចអីសពគ្រប់ទាំងអស់ហ្នឹងឯងអញ្ចឹងគេណាចូលរួមប្រផិនហ្នឹងរៀងវែងឆ្ងាយតិចជាងធំអ្វីគ្មិនទាំងពីរអង្គហើយសូមខមាទោសណាសូមប្រគល់កម្មវិធីដល់បងអូនហើយសូមប្រកេននាទីនេះដល់បងគ្រូទាំងពីរអង្គណាសូមអរគុណកណាសូមបន្ថែមរឿងវាយបិណ្ឌបន្តិចទៅកណារឿងបាយបិណ្ឌនេះក៏យើងយល់ថាការដាក់ឲ្យប្រែដោយអីមានពួកប្រភេទប្រែខ្លះដែលទទួលបន់កុសលបានប្រភេទខ្លះទទួលបានដូចជាប្រតតុបជីវប្រែហ្នឹងទទួលបន់បានអញ្ចឹងយើងតែដាក់បាយបិណ្ឌនេះទៅមិនមែនសម្រាប់តែនៅទាំងអស់ទេក៏យើងសំដៅដល់ពួកសត្វដេរឆានហ្នឹងក៏ជាអតីតជាតិឬញាតិរបស់យើងដែរគាត់ធ្វើកម្មអកុសលណាមួយក៏ឲ្យគាត់ទៅចាប់កំណើតនៃជាមន់ជាសត្វកណ្ដៀរឬក៏ឆ្កែសត្វសុណាឲ្យជាដើមហ្នឹងកណែទោះបីតែយើងមើលមិនឃើញមែនក៏ប៉ុន្តែប្រយោជន៍ហ្នឹងវាដល់ពួកហ្នឹងឲ្យបានប្រើប្រាស់បានទទួលនៅអាហារដុំបាយដែលយើងឲ្យទៅហ្នឹងក៏ធ្វើឲ្យគាត់បានខែពោះព្រោះយើងដឹងទេថាក្នុងសង្សារវដ្តនេះញាតិយើងកើតជាប្រែតឬទេវតាពីណាហ្នឹងព្រោះយើងដឹងហើយថាពុទ្ធសាសនាយើងគឺបុណ្យបាក់បុណ្យកុសលហ្នឹងបានដល់សម្រាប់ឲ្យការឧទ្ទិសក៏ប៉ុន្តែពេលខ្លះយើងឧទ្ទិសមិនដល់ទេសម្រាប់បានទៅប្រភេទពពួកហើយប្រែទេហើយពពួកទេវតាអត់ដល់ទេតែគេគ្រាន់មានចំណែករួមអនុមោទនាបុណ្យនឹងយើងគេក៏បានចំណែកបុណ្យនឹងបើឧទ្ទិសគេអត់ដល់ទេបានព្រះអង្គសម្ដែងស្រាប់ហើយថាបរតតុបជីវីប្រែតមានតែមួយនឹងទេដែលអាចទទួលបុណ្យបានបើទៅកើតជាមនុស្សហើយឬទៅកើតជាដេរឆានហើយទៅកើតជាមន់ហើយក៏មិនអាចទទួលដឹងឬមិនអាចអនុមោទនាយកនៅបុណ្យកុសលនេះបានហើយដូចជាពួកប្រភេទប្រែតខ្លៃដាក់នៅភេជ្ជៈល្អអញ្ចឹងមិនអាចហូបបានទេដូចចាប់ទៅអត់កើតដូចវាមានក្តៅតើយើងចោលនឹងដុំនឹងដីអីចឹងបានយកដីយកដុំបាយនៅលើដីតាមដែលគេចោលឲ្យនោះបានហូបកើតសោយកើតអីចឹងទៅដោយទុក្ខវេទនាច្រើននៃកបកាណាចឹងចូលរួមតិចតួចប៉ុណ្ណឹងទេណាអរគុណរឿងបាយបិណ្ឌសូមអរគុណចាស់គ្រូសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះគណៈវាគ្មិនកិត្តិយសនិងសិក្ខាកាមអ្នកចូលរួមសួរសំណួរប្រកបដោយក្រមសីលធម៌ដោយសារតែពេលវេលាក៏គៀកមកដល់ម៉ោងត្រូវមុននឹងម៉ោងបញ្ចប់ក៏ប៉ុន្តែមុននឹងបញ្ចប់ខ្ញុំប្រកាសណាអាត្មាសូមគោរពនិមន្តព្រះមហាសិរិបញ្ញោខួនច័ន្ទសំណាងមានសារផ្ដាំផ្ញើចុងក្រោយទៅកាន់អ្នកដែល
ចូលរួមស្ដាប់និងដែលកំពុងមើលតាម live និងអ្នកកំពុងស្ដាប់តាមរលកសំឡេងវិទ្យុសូមរតនានិមន្តព្រះអង្គគ្រូមានរយៈត្រឹម3នាទីបងគ្រូ កណាទៀតជាចុងបញ្ចប់នេះខ្ញុំកណានឹងសូមធ្វើសេចក្តីសរុបនៅអធិបតនៃអត្ថបទដែលលើកឡើងខាងដើមហ្នឹងគឺដូចថាយើងនឹងបានស្ដាប់ហើយទាំងព្រះអង្គគ្រូបងផាន់ទាំងខ្ញុំកណាក្តីនិងព្រះអង្គគ្រូព្រះក្មិនផ្សេងទៀតព្រះអង្គគ្រូរៀបចំកម្មវិធីនិងក្រុមការងារទាំងអស់បានស្ដាប់បានឮហើយខាងដើមហ្នឹងក៏មិនជាវែងឆ្ងាយទេកណាក៏ពិធីដែលយើងរៀបចំនេះមកក៏ដើម្បីភាពសាមគ្គីហើយដើម្បីផលប្រយោជន៍ដែលយើងទទួលបានហ្នឹងគឺវាធ្វើឲ្យសង្គមរួមទាំងមូលនោះមានសេចក្តីសុខកណាទាំងខ្លួនឯងផងទាំងអ្នកដទៃផងកណាហើយយល់ពីបែបបទពីពិធីកម្មនៃព្រះពុទ្ធសាសនាពិធីកម្មវាជាផ្នែកមួយនៃការសរបញ្ជាក់ឲ្យឃើញនៃការបំពេញទានឯជាដើមហ្នឹងចឹងរឿងការធ្វើដំណើរក្នុងសង្សារវដ្តនេះយើងមិនមែនត្រឹមតែបប្រតិបត្តិធម៌តែមួយយ៉ាងទេដរាបណាដែលយើងមិនទាន់បានសម្រេចនៅអរិយមគ្គផលហ្នឹងយើងត្រូវអាស្រ័យនៅទានហ្នឹងឯងជាស្ពានដើម្បីឲ្យយើងបានប្រើប្រាស់ជាស្បៀងសម្រាប់ឲ្យយើងបានធ្វើនៅប្រើប្រាស់ជីវិតប្រចាំថ្ងៃឲ្យមានសេចក្តីសុខបើយើងមិនបានបំពេញនៅទានឬពិធីកម្មធ្វើបុណ្យអីផ្សេងៗចឹងទៅបើយើងមិនបានដាំដុះសាបព្រោះពូជនេះសួរថាតើអ្វីទៅឲ្យយើងបានទទួលពិសាប្រើប្រាស់សម្រាប់ដែលយើងដំណើរនៅក្នុងសង្សារវដ្តហ្នឹងចឹងដរាបណាដែលយើងមិនទាន់អស់ចំណេះយើងពេញទានទុកដូចមានពិធីកម្មធ្វើបុណ្យនេះនោះស្ដាប់ធម៌ទៅវត្តទៅវាអញ្ចឹងឲ្យបានស្ដាប់យល់ដឹងបាបបុណ្យគុណទោសទៅឲ្យមនុស្សទៅប្រព្រឹត្តបប្រតិបត្តិឲ្យយល់ខុសយល់ត្រូវទៅហើយសាងសេចក្តីសុខដោយខ្លួនឯងជីវិធីគ្រប់ដណ្ដប់ជីវិតប្រជាជនខ្មែរទាំងមូលនិងសកលទូទាំងពិភពលោកដែលកាន់ពុទ្ធសាសនាហ្នឹងបើមិនច្រើនក៏តិចដែរណាដោយសារនឹងសង្ឃឹមថាលទ្ធផលដែលបានទទួលក្នុងថ្ងៃនេះគឺបែបហ្នឹងកណាសូមអរព្រគុណនឹងថ្លែងគុំលាកណាគ្រូជាបន្តខ្ញុំប្រកាសណាអាត្មាសូមគោរពនិមន្តព្រះភិក្ខុធម្មទេសៈពងផាន់មានសារផ្ដាំផ្ញើចុងក្រោយទៅដល់អ្នកដែលបានចូលរួមនិងអ្នកកំពុងមើលតាម live និងកំពុងស្ដាប់តាមរលកសំឡេងវិទ្យុសូមរតនានិមន្តព្រះអង្គគ្រូមានរយៈពេល3នាទីដែរកណាខាងកណាអស់ពលឺហើយអស់ពលឺណាបានត្រឹមប៉ុណ្្នឹងឯងមើលរូបអត់ឃើញទេហើយតែនឹងផ្ញើសំឡេងហើយឯងអរគុណច្រើនសម្រាប់ការបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះនិងជាការបានចែករំលែកនៅធម្មទានដូចជាចំណេះដឹងផ្សេងៗនៃខ្លួនឯងបានរៀនសូត្រហើយក៏សូមពុទ្ធបរិស័ទទាំងអស់ដែលបានស្ដាប់ហើយក៏ចូលរួមរក្សាទាំងអស់គ្នានៅប្រពៃណីវប្បធម៌របស់យើងតាមពិតដូនតារបស់យើងពេលបានបង្កើតអ្វីមកគឺទៅជារឿងដែលត្រឹមត្រូវណាស់រឿងដែលប្រពៃណាស់មានតែយើងទេដែលយល់អត់ដល់កាលណាបើយើងយល់បំណងបុព្វបុរសបំណងដូនតាអត់ដល់យើងបែរជាទៅបំផ្លាញទៅមាក់ងាយទៅមើលងាយថាដូនតានឹងអត់កើតដូនតានឹងបង្កើតកម្មវិធីមកនាំទៅរវល់នាំទៅរញ៉េរញ៉ៃលំបាកប៉ះពិលអត់មានអញ្ចឹងទេមកពីយើងទេយល់អត់ដល់យើងត្រូវគិតថាភាសាមួយថាមកពីក្បាលយើងយល់មិនដល់ទេយើងកុំបន្ទោសដូនតាបើយើងយល់មិនដល់ទេគឺយើងកុំបន្ទោសដូនតាអញ្ចឹងកាលណាដែលគិតធ្វើហើយយើងត្រូវតែព្យាយាមសិក្សាស្វែងយល់ហើយក៏យើងត្រូវកែច្នៃរបស់ទាំងអស់នោះឲ្យជារបស់យើងហើយឲ្យកើតប្រយោជន៍រឿងក៏ដោយអ្វីក៏ដោយដែលដូនតាបានរក្សាទុកមកសុទ្ធតែជារឿងដែលមានប្រយោជន៍ណាស់តែយើងចូលមិនដល់ហើយសង្គមខ្មែរយើងសង្កេតឃើញស្រាប់ហើយព្រោះស្មាសង្កេតឃើញអ្នកនរគ្នាក៏ឃើញដែរថាកាលណារបស់អ្វីមួយរឿងអ្វីមួយដែលមិនទាន់បាត់បង់យើងអត់ខ្វល់ទេប៉ុន្តែពេលដែលបាត់បង់ហើយយើងដើរស្រែកយើងជេរជន្ទាថាអ្នកនោះចោលរួចរបស់យើងទាំងយើងជាម្ចាស់នេះមិនអើពើនេះវាជារឿងពិតនៅក្នុងសង្គមខ្មែរយើងអញ្ចឹងអ្វីណាដែលមានហើយ
ជាប្រពៃណីវប្បធម៌ដែលផ្សារភ្ជាប់នឹងសាសនាអីក៏ដោយក៏នៅគ្នាថែរក្សាទៅគឺគុំវាបញ្ហាគ្នាការវាបញ្ហាគ្នាអត់ទៅប្រយោជន៍ទេជាយើងរត់ដំណោះស្រាយជាយើងរត់ដំណោះស្រាយដូចតែបានលើកខាងដើមវិធានបទខាងដើមជាដើមអញ្ចឹងណាតែរឿងបែបហ្នឹងពីមុនយើងជ័យគ្នាបែបបានតែទៅជារឿងល្អសោះជារឿងប្រពៃក្រៃលែងដែលដូនតាបានបន្សល់ទុកឲ្យកើតមានការរួមឲ្យកូនក្មេងនេះវាចេះក្រោកវាព្រឹកវាពាក់រលឹកបើដាំបាយទៅហើយសើតែកើតប្រយោជន៍សើតែកើតប្រយោជន៍អនុគ្រោះដល់ពពុះញាតដែលស្លាប់ទៅសត្វទេតឆាននេះកំណត់ផ្សេងៗនេះមិនបានកុំឲ្យស្ងាត់បិទស្ងាត់អារាមប៉ុន្តែដល់ពេលយើងយល់វាមិនដល់វាទៅជារឿងខាតបាយណាដល់ពេលអារឿងយើងសុបាយភ្លើងស៊ីផឹកមួយថ្ងៃទៅងាយកាហ្វេជពាក់លុយអង្គការដោយសាររឿងសវឹងអូតនូហ្នឹងអត់កើតទេអត់ខាតទេវាគិតបន្តពីរឿងដូនតាអញ្ចឹងណាគិតបន្តពីបំណងរបស់ដូនតាបែរជាវាយប្រហារគ្នាអញ្ចឹងក្នុងរឿងកម្មវិធីយើងថ្ងៃនេះជាចុងក្រោយសូមផ្ដាំផ្ញើថារឿងអីក៏ដោយសូមឲ្យយើងគិតពិចារណារស់ហេតុផលបានច្រើនកាលណាបើយើងរស់ហេតុផលបានច្រើនអត់ទើសទេជាមួយដូនតាឬជាការលើកតម្កើងឬជាការបង្ហាញអត្តសញ្ញាណរបស់យើងឲ្យវាផុសអ្នកលើហើយយើងក៏នឹងឈរនៅលើទីដីដែលចំណាននេះរឹតតែមមរឹតតែរឹងមមតទៅមួយទៀតដោយការយើងមានវប្បធម៌នឹងឯងជាគ្រឿងអានជាគ្រឿងឈរអញ្ចឹងខ្ញុំប្រកាសថាអាត្មាចូលរួមប៉ុណ្ណេះសូមអរគុណអរគុណសូមអរគុណចាស់គ្រូដែលមានមតិផ្ដាំផ្ញើសារចុងក្រោយក្នុងគណៈពេលនេះកម្មវិធីធម្មសន្តានារាល់ថ្ងៃសិលបានឈានដល់ទីបញ្ចប់តាំងនេះខ្ញុំប្រកាសណាអាត្មាជាគណៈចាត់តាំងកម្មវិធីមានកិត្តិយសសូមអភ័យទោសរាល់កំហុសឆ្គងដែលបានកើតឡើងខ្ញុំប្រកាសណាអាត្មាសូមគោរពនិងប្រគេនពរជូនដល់គណៈវាគ្មិនកិត្តិយសនិងសមាជិកសមាជិកាអង្គពិធីទាំងអស់សូមប្រកបដោយ